ទៅរៀនពីច័ន្ទដល់សៅរ៍មិនគ្រប់ថ្ងៃអាទិត្យឆ្លៀតរត់ទៅរៀនតាមបងបន្ថែមសុំខ្លាចអើយអញ្ចឹងថ្ងៃនេះសម្ពោធ iPad ថ្មីអូនចាចាដាក់ការងារឲ្យធ្វើថ្ងៃនេះអូនរត់តាមចាចាទៀតហើយនេះដល់គេតង់ណាតង់គេដែរចាមិនមែនតែដើរលេងទេណានីគីដឹងចាហើយរត់តាមធ្វើអីបើដឹងទៅរៀនដែរនៅទៅរៀនដែរអញ្ចឹងថ្ងៃនេះសម្ពោធ iPad ថ្មីអូនចាចាដាក់ការងារឲ្យធ្វើត្រៀមទទួលការងារពីចែទៅឲ្យតែជិះឡានជាមួយកូនពៅមិនចាំបាច់ចាក់ចម្រៀងទេនោះមាត់ជីបអូច្រៀងឲ្យស្ដាប់គ្រប់បទចង់ស្ដាប់បទអីក៏ម៉ងគាត់ទៅគាត់ច្រៀងឲ្យស្ដាប់ហើយតែខុសឬត្រូវមិនដឹងទេដឹងតែថាច្រៀងចាញ់ទាំងអស់អត់ចេះចោលសំបីមួយបទមើលទៅទឹកមុខគេថ្ងៃនេះសប្បាយចិត្តអូយសប្បាយចិត្តឲ្យតែបានរត់តាមបងមកជាមួយទៅណាក៏ទៅដែរឧទាហរណ៍ថាខ្ញុំចេញក្រៅទៅដើរលេងឬក៏ទៅញ៉ាំអីហើយគាត់រត់តាមអានឹងសមហេតុផលបន្តិចប៉ុន្តែខ្ញុំប្រាប់គាត់ហើយថាមកសាលានេះគឺខ្ញុំមកដើម្បីរៀនត្រៀមប្រឡង final ខ្លួនឯងទេគាត់ប្រាប់ខ្ញុំវិញថាអូនសុំទៅដែរមកអញ្ចឹងពេលមកដល់ភ្លាមខ្ញុំដាក់ការងារឲ្យកូនត្រេននេះធ្វើមួយសិនវីដេអូគាត់ថតដោយខ្លួនឯងថ្ងៃមុនហ្នឹងឥឡូវខ្ញុំឲ្យគាត់រៀន edit ហើយនេះទឹកមុខពេលបានខ្ញុំទៅសើទៅទៀតហើយអ្វីក៏ដោយឲ្យតែគាត់រកឃើញថាជា passion ជាចំណង់ចំណូលចិត្តរបស់គាត់ហើយគឺគាត់ធ្វើអត់ចេះខ្ជិលទេហើយវីដេអូដែលគាត់កំពុង edit ហ្នឹងគេ plan ថានឹងផុសនៅក្នុង account TikTok របស់គេអញ្ចឹងបងប្អូនកុំភ្លេចជួយចូលមើលម្នាក់មួយផងស្នាដៃកូនគីថតខ្លួនឯង edit ខ្លួនឯងមានអីមួយយ៉ាងដែរតាខ្ញុំអង្គុយរៀនតែខ្ញុំហើយគាត់អង្គុយ edit តែគាត់ទៅគួរឲ្យស្រឡាញ់ណាស់ចេញក្រៅជាមួយខ្ញុំលើកណាក៏អត់ដែរចេះរករឿងដែរប៉ុន្តែបើនៅផ្ទះហើយគឺដឹងតែមកលេងពុលចិត្តខ្ញុំហ่ะមិនហ่ะឃ្លានណាស់អូឃ្លានណាស់ឃ្លានណាស់អត់ចាឃ្លានអត់ឃ្លានតាខ្ញុំអីនឹកឃើញកាលមុនធ្លាប់យកគាត់មកតាមខ្ញុំនៅសាលាអញ្ចេះដែរអង្គុយសុកគេថាឃ្លានឥឡូវនេះចាប់ផ្ដើមចូលតាណាដើមទៀតហើយអង្គុយ edit វីដេអូសុកប្រាប់ខ្ញុំថាចៅអើយឃ្លានប៉ុនលើកនេះល្មមមកគ្នាឃ្លាននឹងឯងព្រោះអីពេលហ្នឹងម៉ោងបាយថ្ងៃហើយបងប្អូនពីច័ន្ទដល់សៅរ៍ដឹងតែញ៉ាំម្ហូបម៉ាក់ធ្វើហើយអញ្ចឹងថ្ងៃនេះថ្ងៃអាទិត្យសុំឈីតដែរមួយថ្ងៃញ៉ាំមីហើយនឹងមាន់ពងជាមួយកូនពៅគេឃ្លានមាន់ខ្ញុំឃ្លានមីអញ្ចឹងសរ៉ាច់សរួចទិញមាន់មួយមីមួយហើយចែកគ្នាញ៉ាំចេះវិញនិយាយពី view មើលចេញពីជាន់ទី11នៅសាលាខ្ញុំទៅស្អាតមែនតើខ្ញុំកំពុងអង្គុយញ៉ាំហ្នឹងគឺនៅជាន់នឹងឯងជាពិសេសបានវីខូឡាដាក់ទឹកកកតិចទៀតផឹកបដាញ៉ាំបដាអង្គុយមើល view បដាពីអ្នកបងប្អូនថាជាតិនោះជាតិនេះចង់ដឹងថាវីខូឡាឆ្ងាញ់មែនអត់មើលតែកន្លែងនេះទៅដឹងហើយកូនពៅទាញពីដៃខ្ញុំយកទៅផឹកវិញអញ្ចឹងបានខ្ញុំទិញសគួរមក2 ដបឲ្យហើយនោះព្រោះដឹងថាចរិតកូនពៅគឺតែប៉ុណ្ណឹងអូគេយកដៃមកជួយត្រូស្មានតែដើមយកអាថ្មីទៅផឹកទៀតឯតាកំពុងតែអង្គុយផឹកពីអ្នកកូនពៅបដានាំគ្នាគិតសម័យដល់អូយបើសិនជាម៉ាក់ខ្ញុំធ្វើសាច់អាំងជ្រលក់ជាមួយទឹកកាពិហឹលផ្ទាប់បន្លែហើយមានវីកូឡាញ៉ាំជាមួយចេះទៀតគឺថាញ៉ាំជាមួយម្ហូបគ្រប់មុខបង្កើនរសជាតិអាហារកាន់តែឆ្ងាញ់វីកូឡារសជាតិនៃមោទនភាពជាតិជាផលិតផលខ្មែរផលិតស្របតាមស្តង់ដារគុណភាពនិងសុវត្ថិភាពខ្ពស់បំផុតហើយថែមទាំងទទួលស្គាល់កម្រិតពិភពលោកផងដែរក្រោយពីញ៉ាំរួចខ្ញុំអង្គុយជជែកគ្នាលេងជាមួយគាត់មួយសន្ទុះហើយក៏រៀបចំអីវ៉ាន់ត្រឡប់ទៅផ្ទះវិញមុននេះខ្ញុំរៀនបានគួរសមដែរហើយកូនត្រេននេះគេ edit ហើយមួយវីដេអូទៀតអញ្ចឹងចាត់ទុកថាថ្ងៃនេះគឺបញ្ចប់ទៅដោយរលូនជម្រាបលា